ចាបងសម្រាប់បញ្ហាផ្នែកដកកតុយថ្លែងខាងខ្ញុំមានដំណោះស្រាយជូនជាផលិតផលឱសថគ្រាប់សម្រាប់លេបដើម្បីជួយរំលាយសាច់ខ្លាញ់កតុយថ្លែងហ្នឹងហ៎បងឲ្យរលាយជ្រះស្អាតម្ដងតិចចេញពីភ្នែករបស់យើងហ៎បងគឺជាប្រភេទគ្រាប់សម្រាប់លេបចាវាជួយចាទី1គឺរំលាយសាច់ខ្លាញ់កតុយថ្លែងទី2ជួយភ្នែករបស់យើងនឹងមានសំណើមទី3ជួយសរសៃឈាមនិងកោសិកាភ្នែករបស់យើងហ៎បងចាអញ្ចឹង3ចំណុចសំខាន់ហ្នឹងហើយបញ្ហាដូចជារកម្មដូចជារមាស់ចាដូចជាចាក់នៅក្នុងភ្នែកឬក៏អាសាក្តៅក្នុងភ្នែកហីហូរទឹកភ្នែកអាហ្នឹងគឺជាផលរំខាននៃជំងឺភ្នែកដកកតុយថ្លែងអញ្ចឹងខាងខ្ញុំសូមប្រឹក្សាបន្ថែមទៀតបងដើម្បីដឹងថាតើគ្រួសាររបស់បងកើតនៅក្នុងកម្រិតស្រាលឬក៏កម្រិតក្រាស់ចាដើម្បីងាយស្រួលខ្ញុំចង់ឲ្យបងឆាតនៅក្នុងឆាត TikTok នេះឬក៏បងអាចតំណមកខ្ញុំផ្ទាល់តាមរយៈលេខ068 55 30 គុណនិង9គុណនិង07គុណ26 46 62បងចាបងខលក៏បានឬបងអត់ចង់ខលបងអាច add Telegram ឆាតក៏បានដែរចាគឺតាមរយៈលេខហ្នឹងណាហើយចំពោះការប្រើប្រាស់គឺមានភាពងាយស្រួលទេបងគឺយើងគ្រាន់តែលេបទេវានឹងចូលទៅជួយរំលាយសាច់ខ្លាញ់កតុយថ្លែងហ្នឹងម្ដងតិចរហូតជ្រះស្អាតចេញពីភ្នែករបស់យើងបើសិនណាជាយើងកើតទាំងសងខាងណាថ្នាំគឺវាបានចូលទៅជួយទាំងសងខាងតែម្ដងចាហើយក៏អត់មានផលរំខានដល់សុខភាពអត់មានផលរំខានដល់ការងារដែរបងចាគឺអាចធ្វើកិច្ចការងាររកស៊ីប្រចាំថ្ងៃបានធម្មតាការប្រើប្រាស់ចន្លោះ3ទៅ5ថ្ងៃយើងចាប់ផ្ដើមដឹងប្រសិទ្ធភាពចន្លោះ5ថ្ងៃទៅ1សប្ដាហ៍យើងឃើញថាវានឹងកាន់តែល្អប្រសើរបងចាចាប់ផ្ដើមពី1សប្ដាហ៍ឡើងទៅដល់10ថ្ងៃបងសង្កេតឃើញថាប្រភេទសាច់ខ្លាញ់កតុយថ្លែងហ្នឹងបើវាក្រាស់វាចាប់ផ្ដើមរៀបស្ដើងជាងមុនហើយបងចាវានឹងល្អប្រសើរបន្តិចម្ដងចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាភ្នែកដូចជាភ្នែកស្ងួតភ្នែកកតុយថ្លែងខ្សោយកោសិកាភ្នែកចាប់ភ្នែកឡើងបាយភ្នែកបន្ទប់ចុកខ្សោយរលាកបាតភ្នែកឬក៏ទឹកដក់ក្នុងភ្នែកបងប្អូនខាងខ្ញុំមានដំណោះស្រាយជូនជាផលិតផលឱសថគ្រាប់សម្រាប់លេបបងប្អូនដែលចាប់អារម្មណ៍ចង់បានយកទៅប្រើអាចតាក់ទងតាមរយៈលេខដែលខ្ញុំបានហៅឲ្យខាងលើនឹងបានឬក៏ចូលទៅក្នុង profile TikTok របស់ខ្ញុំនឹងឃើញមានលេខ3ខ្សែចានៅខាងក្រោមហ្នឹងហើយបងអាចតំណមកតាមនឹងបានចានាងខ្ញុំមានប៉ុណ្្នេះទេចាអរគុណ